จ้าអ្នកគ្រូខ្ញុំចង់បានបងប្អូនមួយល្អបំផុតនៅលើโลกនេះអូខេមិនថាពុកម៉ែបងប្អូនឬមួយក៏កូនក្មួយទាំងអស់រួមលោកទាំងអស់លើពិភពលោកទេមិនថាក្មួយសម្រាប់តែចង់បានថាក៏ចង់បានបងប្អូនល្អទេឥឡូវបងប្អូនបកកើតឬអត់មានក៏ដោយក្មួយកូនពុកម៉ែបងប្អូនរួមលោកទាំងអស់អាចប្រូក្រាមយកបានណាធ្វើជាដុំដៃឆក់ដើម្បីឆក់ពុកម៉ែបងប្អូនបងណាដែលយើងចេះគោរពស្រឡាញ់ណាយកមកធ្វើជាបងប្អូនយើងគេហៅថាបងប្អូនធម៌តែយើងស្រឡាញ់ចិត្តដិតរាប់អានគ្នាទៅមិនថាអ្នកដតីវាคล้ายទៅជាបងប្អូនដូចបងប្អូនបង្កើតអញ្ចឹងបើយើងចេះយល់ចិត្តគ្នាចេះជួយគ្នាទៅវិញទៅមកអញ្ចឹងការរស់នៅក្នុងសង្គមទាំងអស់គ្នាមិនថាប្រទេសណាទេលើโลกទាំងអស់គឺយើងត្រូវការមានបងប្អូនល្អគឺយើងត្រូវការមនុស្សម្នាក់ដែលយើងគិតថាយកចិត្តទុកដាក់ជាមួយយើងណាយើងពេលយើងមានអាសន្នមានបងប្អូនមានមិត្តភ័ក្តិនឹងដែលគាត់ចេះជួយយើងចេះយកអាសាយើងដើម្បីឲ្យយើងคลายជាមានបងប្អូនល្អអញ្ចឹងបងប្អូនល្អបានន័យថាម៉េចបានន័យថាយើងមានអ្នកចិត្តស្និទ្ធអ្នកប្រឹក្សាចិត្តស្និទ្ធបំផុតសម្រាប់ពុកម៉ែបងប្អូនសម្រាប់បងប្អូនដែលគាត់គិតថាគាត់ចង់បានមនុស្សម្នាក់ដែលមានគំនិតដូចគាត់មនុស្សម្នាក់ដែលបុគ្គលម្នាក់ដែលគាត់គិតថាគាត់អាចនិយាយរឿងរ៉ាវអ្វីដែលគាត់ប្រាប់ទៅចំពោះមនុស្សម្នាក់ទៀតអញ្ចឹងណាអញ្ចឹងសូមឲ្យគាត់គិតថាលើโลกនេះមានអ្នកល្អច្រើនសូមឲ្យយើងគិតរឿងវិជ្ជមានសូមឲ្យគិតរឿងល្អព្រោះរឿងបងប្អូនល្អវាជារឿងមួយដ៏អស្ចារ្យសម្រាប់ពិភពលោកដើម្បីយើងចេះសហការគ្នាចេះរួបរวมគ្នាចេះរស់ស៊ីជាមួយគ្នាចេះមានដៃគូដោយរលកជាឈ្មោះអញ្ចឹងដើម្បីឲ្យយើងคลายជាមនុស្សម្នាក់មួយដែលសង្គមគិតថាយើងមានបងប្អូនល្អហើយយើងមានសាច់ញាតិល្អហើយបានន័យថាយើងជួយសង្គមទាំងអស់គ្នាវាមានរឿងមួយដ៏អស្ចារ្យរបៀបម៉េចវាអត់មានសត្រូវយល់ទេសត្រូវបានន័យថាយើងអត់មានអ្នកដែលមានបំណងអាក្រក់លើយើងឯងដោយសារយើងជាច្បាប់ធម្មជាតិយើងបានឆក់នឹងគំនិតល្អយើងបានឆក់បានថាយើងទៅណាជួបតែអ្នកល្អជួបបងប្អូនល្អអញ្ចឹងណាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវគិតបែបងាយថាខ្ញុំមានបងស្រីល្អខ្ញុំមានបងប្រុសល្អខ្ញុំមានប្អូនល្អអញ្ចឹងការប្រស្រ័យតាក់ទងរបស់យើងទាំងអស់គ្នាវាធ្វើឲ្យយើងនឹងជាមនុស្សម្នាក់មួយដែលចូលក្នុងសង្គមមិនថាយើងទៅទីកន្លែងណាធ្វើអ្វីទេគឺយើងមានទឹកចិត្តមានក្តីស្រឡាញ់ណាមានសុភមង្គលមានគ្រួសារមានភាពកក់ក្ដៅដូចគ្នាដោយសារយើងមានបងប្អូនមានមិត្តភ័ក្តិមានអ្នកជិតខាងដោយក្តីស្រឡាញ់អញ្ចឹងណាដោយសារការគិតរបស់យើងវាឡងមកវិញការគិតវាមានថាមពលបែបធម្មជាតិអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគិតបែបងាយសប្បាយណាសាងសុភមង្គលបងប្អូនល្អសាងសុភមង្គលទំនាក់ទំនងល្អសាងសុភមង្គលខ្សែចំណងមួយដ៏រឹងមាំបំផុតយើងទៅប្រទេសណាក៏មានបងប្អូនល្អទាំងអស់ត្រូវទេទៅអាមេរិកក៏មានបងប្អូនល្អទៅប្រទេសអង់គ្លេសក៏មានបងប្អូនល្អទៅអូស្ត្រាលីក៏មានបងប្អូនល្អទៅប្រទេសណាក៏ដោយត្រូវតែមានបងប្អូនល្អរួមនេះទាំងអស់អញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវប្រាប់ខ្លួនឯងហើយត្រូវគិតខ្លួនឯងដដែលថានៅលើโลกនេះគឺខ្ញុំមានបងប្អូនល្អគ្រប់កន្លែងគ្រប់គ្នាទាំងអស់ឲ្យតែមានស្នាមញញឹមគឺអាចឆក់ទាញពុកម៉ែបងប្អូនទាំងអស់រួមលោកទាំងអស់ក្លាយជាបងប្អូនល្អលើពិភពលោកអញ្ចឹងអ្នកគ្រូសូមចែករំលែកថានេះជាច្បាប់ធម្មជាតិណាព្រោះអ្នកគ្រូចូលចិត្តអានសភៅអ្នកគ្រូចូលចិត្តមើលអ្វីដែលអស្ចារ្យលើโลกនេះអញ្ចឹងអ្នកគ្រូនឹងដឹងរឿងល្អហើយនឹងចែករំលែកចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាបន្តទៀតអញ្ចឹងពុកម៉ែបងប្អូនជួយ like share comment ណា follow ឲ្យបានច្រើនណាហើយអាចប្រឹក្សាមកជាមួយអ្នកគ្រូបានដើម្បីជាជំរឿសមួយដែលកូននិងបងប្អូនរួមលោកទាំងអស់គ្នាដើររកផ្លូវត្រូវដ៏ត្រឹមត្រូវមួយគិតថាគិតអ្វីនឹងបាននឹងគិតអ្វីនឹងបាននឹងប្រឹក្សាជាមួយអ្នកគ្រូ086 519 337ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែក្តីសុខក្តីចម្រើនណាសូមឲ្យពេលវេលាទាំងអស់សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាមានជារៀងរហូតសូមឲ្យបងប្អូនល្អកើតឡើងទូទាំងពិភពលោកទាំងអស់គ្នាសូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសូមឲ្យពុកម៉ែត្រូវគិតថា
ជាពិសេសគាត់ដែលជាអ្នកកូនកំព្រាគាត់មានអារម្មណ៍មួយឯកាគាត់មានអារម្មណ៍មួយដូចថាខ្លួនឯងនឹងម្នាក់ឯងក្បាលមួយម្នាក់ឯងគ្មានអីចង់ទៅណាម្នាក់ឯងចឹងដូចថាគ្មានអត់មានបងប្អូនល្អណាចឹងសូមជូនពរឲ្យពុកម៉ែបងប្អូននិងបងប្អូនទាំងអស់ដែលកំពុងតែស្វែងរកបងប្អូនខ្លាយទៅជាបងប្អូនបង្កើតឬមួយក៏បែកញាតិសាច់ញាតិបងប្អូនបង្កើតពីយូរយារណាស់មកហើយណាសូមឲ្យបានជួបគ្នាគ្រប់ពេលវេលាទាំងអស់សូមឲ្យឈាមរត់រត់ឈាមនិងសូមឲ្យពុកម៉ែបងប្អូនដែលមានសន្តានចិត្តល្អសូមឲ្យមានបងប្អូនល្អទាំងអស់គ្នានៅលើโลกនេះទាំងអស់គ្នាណាដោយងាយៗសប្បាយសូមឲ្យសាងលំដាប់ភាពយើងទាំងអស់គ្នានៅលើโลกនេះឲ្យផ្សារភ្ជាប់ជាមួយគ្នាដើម្បីឲ្យคล้ายជាបុគ្គលមួយដ៏រឹងមាំបំផុតដែលត្រូវការអ្នកប្រឹក្សាត្រូវការពេលវេលាមួយដែលយើងត្រូវគិតថាខ្ញុំជាមនុស្សម្នាក់ដែលគិតដោយងាយហើយសប្បាយមានក្តីសុខគិតបែបមួយដែលគិតថាយើងជាមនុស្សម្នាក់ដែលមានសេចក្តីសុខបំផុតនៅលើโลกនេះព្រោះនេះជាការគិតមួយដោយធម្មជាតិបានទាញបានឲ្យយើងជួបនឹងប្រជាជនគ្រប់លំដាប់ឋានៈប្រជាជនបងប្អូនរួមលោកទាំងអស់ដែលគាត់គិតថាគាត់ជាមនុស្សម្នាក់ដែលមានបុណ្យមានកុសលជាច្រើនអញ្ចឹងគាត់បានធ្វើបុណ្យធ្វើទានធ្វើអ្វីទាំងអស់គឺដើម្បីសេចក្តីសុខនិងចង់បានបងប្អូនដ៏ល្អនៅលើโลกនេះអញ្ចឹងនិយាយឲ្យខ្លីមកគឺយើងទៅណាក៏មានសេចក្តីសុខដែរដោយសារការផលិតរឿងល្អៗនៅក្នុងចិត្តរបស់យើងផលិតរឿងមួយដ៏អស្ចារ្យដែលធ្វើឲ្យយើងនឹងគិតថាយើងជាមនុស្សម្នាក់ដែលចូលក្នុងសង្គមចុះយើងជាមនុស្សម្នាក់មួយដែលទៅណាមកណាក៏មានមិត្តភ័ក្តិបងប្អូនស្រឡាញ់គ្រប់គ្នាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគិតតែរឿងល្អណាគិតល្អនិយាយល្អទង្វើល្អផលល្អអញ្ចឹងរឿងដែលល្អមានមិត្តភ័ក្តិល្អមិត្តភ័ក្តិគ្រប់ប្រទេសមានជាពិសេសសម័យនេះស្រួលមិត្តភ័ក្តិគ្រប់ប្រទេសតែគេសម័យតាមមានបណ្ដាញសង្គមទាំងអស់នេះស្រួលមែនតើអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនណាមានសេចក្តីសុខមានសេចក្តីចម្រើនមានអ្វីក៏ដោយឲ្យតែគិតថាល្អសូមឲ្យជាមេដៃដប់ឆក់មួយឆក់ទាំងអស់ដើម្បីឲ្យខ្លាចជាមនុស្សពិសេសនៅលើโลกនេះចឹងមិនថាពុកម៉ែបងប្អូនចាស់ឬមួយក៏ក្មេងឬមួយក៏កូននៅទូចទេណាបើសិនជាបានមើលคลิปវីដេអូនេះហើយសូមឲ្យញញឹមហើយសូមឲ្យតាំងខ្លួនឯងថាជាមនុស្សម្នាក់ដែលអាចជួយសង្គមជាមនុស្សម្នាក់មួយដែលដឹកនាំនិងជាគំរូដ៏ល្អសម្រាប់បងប្អូនល្អទូទាំងពិភពលោកយើងនឹងរួបរวมគ្នាសាងអំពើល្អរួបរวมគ្នាធ្វើអ្វីមួយដែលអស្ចារ្យរួបរวมគ្នាធ្វើអ្វីមួយដែលយើងគិតថាវាប្លែកជាងគេដើម្បីចូលរួមឲ្យคลายជាមនុស្សម្នាក់ចេះជួយយកអាសាគ្នាចេះជួយពេលមានទុក្ខធរៈគ្នាចេះជួយពេលយើងដើរតាណាមកណាមានបញ្ហាអីកើតឡើងអញ្ចឹងណានេះជាคลิปខ្លីហើយខ្លឹមសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាគិតថាឯកាគិតថាអត់មានអ្នកប្រឹក្សាគិតថាជាមនុស្សម្នាក់មួយដែលរស់នៅកណ្ដាច់កណ្ដែងអញ្ចឹងពុកម៉ែបងប្អូនអាចឆាតប្រឹក្សាជាមួយអ្នកគ្រូតាម Telegram 086 519 337ដែលឥតគិតថ្លៃសេវាណាសូមឲ្យពុកម៉ែបងប្អូនទាំងគ្នាគិតថាមានអ្នកគ្រូម្នាក់ដែលជាអ្នកជួយលើកកម្លាំងចិត្តពេលពុកម៉ែបងប្អូននិងកូនទាំងអស់ដែលកំពុងតែអត់មានបងប្អូនសាច់ញាតិណាហើយកំពុងតែបាក់ទឹកចិត្តផ្លូវចិត្តអីសូមឲ្យគិតខ្លួនឯងហើយសូមឲ្យឆាតមកតាម Telegram អ្នកគ្រូណាព្រោះអ្នកគ្រូជាម្ដាយរបស់កូនម្នាក់ឬមួយក៏ជាបងប្អូនសាច់ញាតិដ៏ល្អសម្រាប់ជួយប្រឹក្សាឲ្យដើរទៅរកផ្លូវល្អដោយសារអ្នកគ្រូធ្លាប់ឆ្លងកាត់ជីវិតដ៏មហាអស្ចារ្យនេះរួចមកហើយអញ្ចឹងអ្នកគ្រូនឹងចែករំលែកបទពិសោធន៍ទាំងឡាយដើម្បីឲ្យបងប្អូនរួមលោកទាំងអស់គ្នាមានតែភាពរុងរឿងភាពល្អឥតខ្ចោះនៅលើโลกនេះកុំឲ្យដើរផ្លូវខុសទៀតព្រោះអីធម្មតាមានបទពិសោធន៍ហើយយើងយកបទពិសោធន៍ទាំងឡាយដើម្បីយកមកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដើរដោយផ្លូវណាមួយដែលល្អអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនមើលคลิปនេះហើយណាសូមអរគុណពេលកំពុងមើលឥឡូវនេះឬមួយក៏មើលពេលក្រោយក៏ដោយសូមអរគុណនិងសូមឲ្យសុខសប្បាយទាំងអស់គ្នាសូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នា like share comment និង follow ណាហើយសូមឲ្យមានបញ្ហាកុំទុកនៅម្នាក់ឯងណាប្រឹក្សាជាមួយអ្នកគ្រូជាបន្តសូមអរគុណសម្រាប់